បងប្អូនថ្មីដែលបាក់ឆ្អឹងបាក់អីណាបងប្អូនត្រូវតែយកទៅពេទ្យណាត្រូវតែយកទៅពេទ្យដើម្បីឲ្យពេទ្យគេថតគេអិចរ៉េអីមើលហើយបើគេត្រូវអបឬមួយក៏គេត្រូវតោដូចថាចង់អបដៃអបអីចឹងណាបងប្អូនគឺធ្វើតាមពេទ្យទៅណាជាក់ស្ដែងដូចកូនខ្ញុំចឹងណាគាត់បានធ្លាក់បាក់ដៃកាលពីឆ្នាំណាមួយនោះគាត់បានធ្លាក់ពីលើផ្ទះចាពេលនោះគាត់ធ្លាក់លើបហាផ្ទះហ្នឹងណាធ្លាក់ទៅគាត់ច្រត់ទៅគាត់បាក់ដៃបងប្អូនគាត់បាក់ដើមដៃហើយនឹងបាក់កោដៃចាអញ្ចឹងគាត់បាក់ពីកន្លែងណាបងប្អូនដឹងមិនអត់10អ្នកទាំង10អ្នកដែលទៅសួរសុខទុក្ខទៅសួរសុខទុក្ខហើយចាប់ផ្ដើមទាញឲ្យយើងមកពេទ្យវិញមករកគ្រូខ្មែរទៅពេទ្យមួយថ្ងៃគេអត់តន់វាឲ្យណាចង់និយាយថាចង់ឲ្យយើងមកគ្រូខ្មែរនេះគ្រូនោះគ្រូនេះផ្កាយអញ្ចឹងណាតែនាងខ្ញុំជាពេទ្យយើងដឹងថាមូលហេតុដែលអាចចង់តោជាប់គ្នាវិញបានដោយសារអីអញ្ចឹងណាអញ្ចឹងយើងយល់ដឹងច្រើនចាពេលដែលគាត់ទេមកមួយប្រាប់ពីរឿងគ្រូខ្មែរពីរប្រាប់រឿងគ្រូខ្មែរធ្វើយើងមានអារម្មណ៍មួយថាមួម៉ៅខឹងហ្មងណាចង់និយាយថាទេសួរសុខទុក្ខតែកុំណែនាំច្រើនអាហ្នឹងមិនមែនថានិយាយអញ្ចឹងទៅគ្រូខ្មែរអាចនឹងស្អប់អាចនឹងខឹងនាងខ្ញុំជាពេទ្យណាប៉ុន្តែចង់ប្រាប់បងប្អូនចេះថាឆ្អឹងរបស់យើងបងប្អូននៅពេលដែលយើងបាក់មានន័យថាយើងបាក់បាត់ចឹងមកបងប្អូនវាមិនមែនជាប់ដោយអាគមទេណាវាជាប់គ្នាដោយសារអីដោយសារតែគាត់បានតម្រង់ចឹងហ្នឹងតម្រង់ចឹងឲ្យតោឲ្យចូលគ្នាឲ្យត្រូវកលៈវាវិញអីចឹងមកពេលដែលយើងអូបហើយធម្មតាចង់របស់យើងវាមានជាតិកាគិលដែលចាក់ទៅចាក់ស្រេះទៅមកដល់ថ្ងៃរបស់វានឹងជាមានន័យថាវានឹងខំគ្នាវានឹងខ្លាយទៅជាឆ្អឹងដែលវែងមកវិញជាដែលត្រង់មានន័យថាគឺនឹងជាប់គ្នាមកវិញហីអញ្ចឹងគឺគ្រូនឹងបកកែបងប្អូនតែអត់ទេឆ្អឹងធម្មជាតិយើងឲ្យតែយើងដាក់ជាប់គ្នាអញ្ចឹងបានណាបងប្អូនឲ្យតែបងប្អូនចេះដាក់អញ្ចឹងវានឹងជាប់គ្នាហីចាអញ្ចឹងមិនមែនបកកែដោយបល័យអាគុំអមអាមេហេតុអីបានជានាងខ្ញុំចាញ់ប្រធានបទមកនិយាយពីរឿងការតឆ្អឹងបាក់ឆ្អឹងហ្នឹងដោយសារនាងខ្ញុំនឹកឃើញពីពេលទៅពេទ្យគាត់ថាបុប្ផាហ្នឹងណាទៅដល់ឃើញក្មេងខ្លះគាត់សង្គ្រោះមិនតាន់នៅផ្នែកគាត់បាក់ឆ្អឹងបាក់អីចឹងណាបងប្អូនហើយឆ្អឹងហ្នឹងគឺដៃរបស់គាត់ឡើងស្អុយឡើងចង់និយាយបើមានរុយវិញរោមតែប៉ុន្តែបុប្ផាអត់មានរុយចាស្អាតតែក្នុងពេទ្យអត់មានរុយអត់មានមូសទេដល់អញ្ចឹងស្អុយជះក្លិនហ្មងណាសួរទៅធ្លាក់ពីលើដើមតបៃហើយសួរហើយយកមកពេទ្យភ្លាមគាត់ថាអត់ទេយកទៅគ្រូខ្មែរឡើង10ថ្ងៃជាងដល់ពេលវាចាប់តាមមកលួយស្អុយយ៉ាងមកមើលទៅដូចអត់ស្រួលគេរុញមកពេទ្យដល់ពេទ្យអត់វះអត់ធ្វើទេគេត្រូវព្យាបាលរបួសនឹងមកកលៈសិនព្យាបាលវាទ្រោមទៅវិញឲ្យវាសះឲ្យវាអីសិនទើបគេចាប់ផ្ដើមវះកាត់អូបដៃអីឲ្យចឹងទៅណាអញ្ចឹងគាត់ចង់ដាស់តឿនបងប្អូនទេមានកូនបាក់ដៃឬមិនថាកូនឯខ្លួនឯងក៏អញ្ចឹងដែរបងប្អូនទៅរកចំណេះជំនាញពេទ្យឲ្យត្រឹមត្រូវទៅគេមានវិធីសាស្ត្ររបស់គេគឺមានការថតអិចរ៉េមើលបាក់ហ្នឹងបាក់មិនបាក់ប្រឆាត់បាក់ត្រង់បាក់មិនអីចឹងណាអញ្ចឹងគឺគេនឹងចាប់ផ្ដើមយកឆ្អឹងហ្នឹងមកភ្ជាប់គ្នាឲ្យចំគ្នាចឹងវិញអញ្ចឹងយើងអត់ខ្លីទេបើដៃយើងអត់ខ្លីទេចាជើងយើងក៏អត់ខ្លីអត់ដើរខោទេអត់ដើរបាក់ពីទេណាកាលណាដែលបន្ទោហើយគឺយើងនឹងខាំជាប់គ្នាមកវិញហើយចាអញ្ចឹងគឺគេធ្វើអញ្ចឹងប៉ុន្តែបើសិនជាយើងទៅលោកគ្រូខ្មែរអ្នកគ្រូខ្មែរដែលគេផ្លុំអូបអីនេះបងប្អូនពេលខ្លះគាត់ដាក់អត់ចំពេលខ្លះគាត់ដាក់មកជ្រីគ្នាពេលខ្លះអត់ប៉ះគ្នាចាអញ្ចឹងវាមើលអត់ឃើញនឹងភ្នែកទេຕົកយូរទៅលបួសយើងកាន់តែខ្លាយរោគបង្គោលរោគឆ្លងរោគចាអញ្ចឹងវាកាន់តែហើយណាមួយបើសិនតែគាត់អូបឯគាត់ត្រូវរបស់គាត់ដែរគាត់តបអូបមកត្រូវចាជ្រីអញ្ចឹងទៅជើងឬដៃរបស់យើងគឺខោយគឺខ្លីហើយចាមួយទៀតបើសិនជាខ្ញុំប៉ះគ្នាបានបន្តិចអីឆាត់អីចឹងចាំនឹងអត់ប្រកែក្រោយបាក់ទៀតហើយបើសិនជាដូចថាដាក់ឲ្យវាប៉ះគ្នាបានល្អគឺគូសមបងប្អូនវាអត់ថាប៉ះមកវិញអញ្ចឹងវាអាចជាមកវិញបានណាប៉ុន្តែហានិភ័យមួយទៀតគឺការផ្លុំស្ដោះពីក្រៅហើយអូបអត់មានដោះអត់មានន័យណាអញ្ចឹងផ្លុំស្ដោះទៅចាពេលខ្លះនឹងតែផ្លុំដាក់អីខ្លះឬក៏ទឹកថ្នាំយកមកស្រូវអីចឹងគឺរាប់ថ្ងៃរាប់ខែក៏មានដែរអញ្ចឹងវារលួយសាច់ដោយសារតែដូចថាសាច់ស្បែករបស់យើងគឺត្រូវការសម្អាតជាញឹកញាប់ដល់ពេលយើងមានរបស់ដែលយកមកដាក់បញ្ចុះទៀតចេញរបស់សើស្បែកអីចឹងណាបងប្អូនហើយក៏ក្រិចអីចឹងណាអញ្ចឹងចង់ប្រាប់បងប្អូនថាសម្រាប់កុំមកបាក់បែកដៃជើងអីចឹងណាបងប្អូនកុំរវល់ទៅណាទៅណីសំដៅចំគោដៅទៅចាគឺសំដៅចំពេទ្យទៅណាដូចកូននាងខ្ញុំបាក់ឆ្អឹងហ្នឹងកាលនោះបាក់ប្រឆិតណាបាក់ប្រឆិតចេះបាក់ហ្នឹងបើសិនជាពេទ្យបើយើងទៅគ្រូខ្មែរវិញចប់បាត់ហើយបើគ្នានៅពីទូអញ្ចឹងបាក់ឆ្អឹងដៃរបស់គ្នាខោយឬមួយក៏លួយត្រូវកាត់អញ្ចឹងអ្នកខ្លះគេតាមទៅពេទ្យកាត់មិនពេលខ្លះកាត់បើបងប្អូនຕົកឡើងលួយឡើងលេះហើយស្បែកឡើងចុះឡើងស៊ីឡើងខូចហើយនៅពេទ្យគេអាចព្យាបាលយើងឲ្យជាសិនបានទៀតបងប្អូនប៉ុន្តែអ្នកខ្លះគាត់ຕົករហូតថាជ្រុលឡើងដៃក៏មកក៏ឡើងកាត់គឺខូចរលួយទៅសៃកាត់ហ្នឹងមកពីកំហុសរបស់បងប្អូនហ្នឹងចាហើយពេលខ្លះបើទៅហ្នឹងមិនក៏គេកាត់ដោយសារពេលខ្លះបងប្អូនវាដាច់អស់ហើយហ្នឹងបងប្អូនដាច់នៅសស្បែកបន្តិចឯហ្នឹងអាហ្នឹងຕົកយកក៏ប៉ុន្តែគេនៅមានបច្ចេកទេសគេអាចធ្វើបានទៀតពេលខ្លះចាំបានថាបងប្អូនបើសិនជាមានបញ្ហាបាក់បែកសូមទៅឲ្យចំគោដៅទៅណាកុំរៀតែទៅមុខទៅក្រោយធ្វើឲ្យខាតពេលវេលាធ្វើឲ្យឆ្លងរោគធ្វើឲ្យរបួសហ្នឹងកាន់តែធ្ងន់ធ្ងរអញ្ចឹងស្ដាយគ្នាកើតមកមានអវយវៈល្អពេកប៉ុន្តែ
លទ្ធផលចុងក្រោយគឺបាត់បង់ដៃជើងចាបាត់បង់ដៃបាត់បង់ជើងមកគាត់ចឹងអញ្ចឹងគាត់សង្ឃឹមអីថ្ងៃក្រោយគឺគាត់ត្រូវការរកស៊ីចាំប្រពន្ធកូនមកគាត់ដែរអញ្ចឹងមើលបងប្អូនអាហ្នឹងខ្ញុំគ្រាន់ចង់មកចែករំលែកពីត្រង់ហ្នឹងឯងចាដោយសារចង់ប្រាប់ណាពីព្រោះនិយមម្នាក់តែតែនិយមគ្រូខ្មែរគ្រូអីចឹងណាជាប់ដៃចៃដននេះខ្ញុំចង់ប្រាប់ថាជាប់ដៃចៃដនទេចាយើងតែប៉ះគ្នាគឺនឹងមាននឹងធម្មជាតិវាគឺនឹងចាក់ស្រេះទៅមកដើម្បីឲ្យចង់នឹងជាប់គ្នាវិញហើយចាអញ្ចឹងដៃចៃដនទេណាបងប្អូនដល់ពេលធ្ងន់ធ្ងរលែងហ៊ានមើលដែរគឺបញ្ជូនមកពេទ្យជាអ្នកធ្វើការក្រោយគាត់ធ្ងន់ធ្ងរគឺក្រោយគាត់អញ្ចឹងចង់ប្រាប់តាមផ្ញើទៅប៉ុណ្ណឹងឯងព្រោះតែក្មេងៗបាក់បែកដាច់ជើងនេះអាចនឹងជាអត់ផុតដែរបងប្អូនអញ្ចឹងបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចែករំលែកនិង share ផងណា